បុរសនោះបានរកឃើញដោយការតក់ស្លុតថាទឹកសមុទ្រកំពុងតែស្រកទៅវិញក្នុងល្បឿនដែលភ្នែកមើលឃើញក្នុងនាមជាអ្នកសង្គ្រោះអាជីពបងខ្លាំងបានប្រតិកម្មភ្លាមៗថានេះគឺជាសញ្ញាច្បាស់លាស់នៃការមកដល់នៃរលកយក្សស៊ូណាមីនៅពេលនេះគាត់មិនស្ទាក់ស្ទើរឡើយប្រញាប់បញ្ឆេះទូកល្បឿនលឿនរួចបង្វែរក្បាលទូកយ៉ាងលឿនមិនមែនរត់ទៅច្រាំងទេតែគឺជន់កែឲ្យអស់រួចបើកសម្ដៅទៅកណ្ដាលសមុទ្រក្នុងល្បឿនលឿនបំផុតព្រោះមានតែការឆ្លងកាត់កម្ពុជារលកមុនពេលវាបង្កើនកម្ពស់ពេញលេញប៉ុណ្ណោះទើបអាចមានឱកាសរស់រានមានជីវិតទូកល្បឿនលឿនផ្សេងទៀតនៅក្បាលនោះក៏យល់ភ្លាមៗដែរនៅពេលឃើញសកម្មភាពរបស់បងខ្លាំងពួកគេម្នាក់ៗក៏បានបង្វែរទិសដៅបើកចូលទៅក្នុងសមុទ្រតាមគ្នាដោយការរំពឹងទុកកម្ពស់រលកយក្សស៊ូណាមីនៅមិនឆ្ងាយប៉ុន្មានបានហក់ឡើងខ្ពស់ជាងស្ពាន Golden Gate យ៉ាងលឿនវាកំពុងបោកសម្ដៅទៅទីក្រុង San Francisco ក្នុងល្បឿនរាប់រយគីឡូម៉ែត្រក្នុង1ម៉ោងឃើញសភាពបែបនេះបងខ្លាំងក៏ប្រឹងបង្កើនល្បឿនហើយបើកឡើងទៅលើទល់មុខនឹងរលកយក្សទូកល្បឿនលឿនសឹងតាំងបញ្ឈរ70ដឺក្រេធៀបនឹងផ្ទៃទឹកចំណែកឯទូកកំសាន្តខ្នាតតូចដែលមានកម្លាំងម៉ាស៊ីនខ្សោយមួយចំនួនទៀតត្រូវបានរលកយក្សបោកក្រឡាប់ភ្លាមៗដោយលេបត្របាក់ទាំងមនុស្សនិងទូកនៅពេលដែលបងខ្លាំងហ៊ីបនឹងឡើងដល់កម្ពស់រលកស្រាប់តែនាវាដឹកទំនិញយក្សទម្ងន់ 100000 តោនដែលត្រូវដល់រលកយក្សបោកមកបានបង្ហាញខ្លួននៅចំពោះមុខពួកគេបងខ្លាំងភ័យពេកក៏ប្រញាប់បដូរទិសដៅភ្លាមៗទូកល្បឿនលឿនបានបើកគៀកនឹងសម្បកនាវាដឹកទំនិញឆ្លងផុតគ្រោះថ្នាក់យ៉ាងព្រឺព្រួយដើមឡើយស្មានថាផុតពីគ្រោះថ្នាក់ហើយតែអ្នកទាំងពីរមិនទាន់ទាំងបានដកដង្ហើមធូរផងកុងតឺន័រនៅលើនាវាដឹកទំនិញត្រូវបានរលកយក្សអង្រួនឲ្យធ្លាក់ចុះមកជាចុងក្រោយបងខ្លាំងបាននាំទូកល្បឿនលឿនឆ្លងផាត់រលកយក្សទៅម្ខាងទៀតដោយជោគជ័យនិងចូលទៅដល់តំបន់ទឹកជ្រៅដែលមានសុវត្ថិភាពជាងមុនប៉ុន្តែនៅពេលគាត់ងាកទៅមើលវិញនាវាដឹកទំនិញយក្សនោះរោដល់រលកយក្សលើកឡើងទាំងមូលហើយបោកខ្ទប់ទៅលើស្ពាន Golden Gate យ៉ាងដំណំស្ពាននោះបានបាក់ដាក់ជាកង់ភ្លាមបន្ទាប់មករលកយក្សដ៏មហិមាបានបក់គ្រប់ដណ្ដប់ពេញទីក្រុង San Francisco ដែលបានលីងចម្រាស់គំនរបាក់បែកក្រោយការរញ្ជួយដីម្ដងទៀតយ៉ាងសັບគ្រប់